ជំរាបសួរបងប្អូនអរគ្នាជំរាបសួរសាជាថ្មីម្ដងទៀតបងប្អូនខ្ញុំចែកអំលែកពាក់ព័ន្ធទៅនឹងឧត្តមភាពនៃអ្នកសិក្សាច្បាប់បងប្អូននៅក្នុងបណ្ដាញសង្គមឥឡូវនេះខ្ញុំចាប់ផ្ដើមឃើញមានបងប្អូនដែលជាអ្នកសិក្សាច្បាប់មួយចំនួនហ្នឹងគាត់ធ្វើមេតិកានិយាយនៅក្នុងបណ្ដាញសង្គមដូចខ្ញុំអញ្ចឹងហើយបងប្អូនខ្លះគាត់និយាយពីបញ្ហាសង្គមហើយទ្រឹស្ដីច្បាប់ហ្នឹងមុនខ្ញុំទៀតបងប្អូនមុនខ្ញុំទៀតអញ្ចឹងបងប្អូនពាក្យដែលខ្ញុំលើកឡើងថាឧត្តមភាពនៃអ្នកសិក្សាច្បាប់បងប្អូនមានន័យថាគឺការការពារអំពីចំណេះដឹងច្បាប់ដែលខ្លួនឯងមាននៅក្នុងខួរក្បាលមានន័យថាអ្នកសិក្សាច្បាប់បងប្អូនគឺអ្នកសិក្សាច្បាប់ខ្លះគាត់ខ្លាយទៅជាអ្នកវិជ្ជាជីវៈច្បាប់អញ្ចឹងគាត់យកចំណេះដឹងច្បាប់ហ្នឹងយកធ្វើជាវិជ្ជាជីវៈរបស់គាត់ហើយបងប្អូនខ្លះគាត់សិក្សាច្បាប់គាត់មិនយកវិជ្ជាជីវៈគាត់ដើម្បីប្រកបកិច្ចការចិញ្ចឹមជីវិតគាត់ទេប៉ុន្តែអ្វីដែលជាការសិក្សាច្បាប់របស់គាត់ហ្នឹងណាបងប្អូនគឺមាននៅក្នុងខួរក្បាលរបស់គាត់ផ្សារភ្ជាប់ទៅនឹងឧត្តមគតិនិងសតិសម្បញ្ញៈរបស់គាត់អញ្ចឹងដូចជាខ្ញុំអញ្ចឹងបងប្អូនដូចជាខ្ញុំអញ្ចឹងខ្ញុំអ្នកសិក្សាច្បាប់ប៉ុន្តែខ្ញុំមិនបានបម្រើកិច្ចការជាវិជ្ជាជីវៈនៃច្បាប់ទេតែហេតុអីបានជាពេលខ្លះទ្រឹស្ដីច្បាប់នៅក្នុងសង្គមខ្លះមានការយល់ខុសហើយបងប្អូនអ្នកច្បាប់ដែលគាត់មិនមែនជីវជីវៈហ្នឹងគាត់លើកឡើងមកនិយាយពេលខ្លះសកម្មភាពច្បាប់ដែលអនុវត្តនៅក្នុងសង្គមហ្នឹងមិនទាន់បានត្រឹមត្រូវតាមដែលច្បាប់កំណត់នឹងជាទ្រឹស្ដីទូទៅបងប្អូនអញ្ចឹងដើម្បីការពារឧត្តមភាពនៃចំណេះដឹងច្បាប់របស់ខ្លួនឯងគឺអ្នកច្បាប់ឬក៏អ្នកសិក្សាច្បាប់ហ្នឹងគាត់នឹងចេញតស៊ូមតិលើទ្រឹស្ដីច្បាប់ហ្នឹងឯងបើសិនជាគាត់មិនតស៊ូមតិលើទ្រឹស្ដីច្បាប់ទេមានន័យថាគាត់ព្រមព្រៀងដោយតនហិភាពអញ្ចឹងសម្រាប់ខ្ញុំបើអង្គហេតុនៅក្នុងសង្គមពាក់ព័ន្ធទៅនឹងទស្សនវិជ្ជានៃការអនុវត្តច្បាប់ឬមួយក៏ការបកស្រាយច្បាប់ឬមួយក៏ការវេកញែកអំពីច្បាប់បើខ្ញុំយល់ឃើញថាខុសទ្រឹស្ដីច្បាប់ដែលមាននៅក្នុងច្បាប់ខ្ញុំនឹងប្រឆាំងគាត់ពីព្រោះហេតុអីដោយសារគាត់បកស្រាយហើយនឹងការអនុវត្តហើយនឹងទ្រឹស្ដីដែលច្បាប់ដែលមានហ្នឹងផ្សេងហើយគាត់ធ្វើនៅក្នុងសង្គមហ្នឹងផ្សេងណាអញ្ចឹងខ្ញុំប្រឆាំងហើយពីព្រោះខ្ញុំការពារឧត្តមភាពនៃចំណេះដឹងច្បាប់បាទឥឡូវខ្ញុំសរុបជូនបងប្អូនវិញបងប្អូនឧត្តមភាពនៃចំណេះដឹងច្បាប់បងប្អូនគឺនិយាយពីភាពត្រឹមត្រូវយុត្តិធម៌ការពារអយុត្តិធម៌ក្នុងសង្គមបាទហើយបងប្អូនខ្លះគាត់មានយោបល់ថាយ៉ាងម៉េចទៀតទៅមុខមួយតង់ទៀតជាទ្រឹស្ដីផ្ទាល់ខ្លួនរបស់គាត់ផ្សារភ្ជាប់ទៅនឹងចំណេះដឹងច្បាប់របស់គាត់បាទអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាបងប្អូន